សួស្តីមនុស្សជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះយើងបន្តនៅសាច់រឿងមនុស្សតកនិងគ្រួសារក្រីក្ររបស់យើងបន្តទៀតហើយចង់ដឹងថាតើសាច់រឿងនឹងទៅជាយ៉ាងណាហើយមានតម្លៃអប់រំអីគេខ្លះតោះទៅតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាសាច់រឿងរបស់យើងគឺបន្ទាប់ពីមនុស្សតកហ្នឹងរកលុយទិញកាសបានហើយគេក៏បានយកកាសហ្នឹងទៅផ្ដល់ឲ្យឪពុកកូនទាំងពីរនាក់ហ្នឹងឪពុកកូនហ្នឹងពេលបានឃើញហើយក៏ពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលហើយសប្បាយចិត្តខ្លាំងមែនទែនលុះព្រឹកឡើងអ្នកទាំង3ហ្នឹងបានធ្វើដំណើរទៅព្រៃដកផ្សិតដូចរាល់ដងអញ្ចឹងជាមួយនឹងអារម្មណ៍រំភើបសប្បាយរីករាយផងដែរអូនតូចហ្នឹងក៏បានដើរហើយក៏ឆ្លៀតមើលឃើញក្មេងៗដទៃទៀតហ្នឹងកំពុងតែលេងសប្បាយជាមួយនឹងតុក្កតាជិះរថភ្លើងហើយថតរូបអញ្ចឹងទៅសម្រាប់លើកនេះឪពុកអូនតូចនៅពេលដែលឃើញអូនតូចមើលក្មេងៗគេលេងអញ្ចឹងទៅលើកហ្នឹងគាត់ក៏បានអនុញ្ញាតឲ្យអូនតូចទៅលេងជាមួយនឹងគេដែរហើយអ្នកទាំង3ហ្នឹងក៏បានឈរលេងមួយសន្ទុះរួចក៏ឲ្យជាងហ្នឹងមកថតរូបទុកជាអនុស្សាវរីយ៍មួយសន្លឹកពិតជាស្អាតមែនតើហើយរូបហ្នឹងពួកគេក៏ទុកទៅជាអនុស្សាវរីយ៍អញ្ចឹងណាបន្ទាប់ពីថតរួចហើយពួកគេហ្នឹងក៏បានដើរទៅព្រៃដកផ្សិតដូចមុនអញ្ចឹងមិនយូរប៉ុន្មានរដូវធ្លាក់ព្រិលហ្នឹងក៏បានកន្លងផុតទៅរដូវក្តៅក៏បានឈានចូលមកដោយសារតែអាកាសធាតុលែងធ្លាក់ព្រិលដូចមុនវាបានធ្វើឲ្យមនុស្សតកយើងហ្នឹងគឺចាប់ផ្ដើមរលាយហើយអ្នកទាំង3ហ្នឹងក៏បាននាំគ្នាត្រឡប់មកផ្ទះវិញមនុស្សតកហ្នឹងគឺនៅតែចាប់ផ្ដើមរលាយបន្តទៀតហើយអូនតូចហ្នឹងក៏បានដើរចេញទៅក្រៅដើម្បីទៅប្រមូលកំណកព្រិលដែលនៅសល់ជាប់នៅលើស្មៅហ្នឹងដើម្បីយកមកបិទទៅលើមនុស្សតកហ្នឹងប៉ុន្តែมันអាចទប់ស្កាត់បានទេដោយសារតែមនុស្សតកហ្នឹងឲ្យតែត្រូវក្តៅអីហ្នឹងគឺរលាយហើយបន្ទាប់ពីនោះឪពុកអូនតូចហ្នឹងក៏បាននឹកឃើញវិធីមួយគឺគាត់បានទៅផ្ទះអ្នកធ្វើផែនទីម្នាក់ដើម្បីឲ្យគាត់ហ្នឹងធ្វើផែនទីសម្រាប់មនុស្សតកហ្នឹងដើម្បីទៅតំបន់ដែលមានព្រិលធ្លាក់ចឹងណាបន្ទាប់ពីធ្វើមេព្រួយហើយឪពុកអូនតូចហ្នឹងបានផ្ដល់មេហ្នឹងឲ្យទៅមនុស្សតកដើម្បីឲ្យខ្លួនគេហ្នឹងទៅតំបន់ដើម្បីរក្សាជីវិតចឹងទៅហើយឪពុកកូនទាំងពីរហ្នឹងក៏បានផ្ដល់រូបថតទុកជាអនុស្សាវរីយ៍ផងដែរសម្រាប់មនុស្សតកហ្នឹងបើសិនណាជាមនុស្សតកហ្នឹងនឹកពួកគេឲ្យមនុស្សតកហ្នឹងមើលរូបថតហ្នឹងទៅដើម្បីបំបត្តិការនឹករលឹកចឹងណាលុះដើរមួយសន្ទុះមនុស្សតកហ្នឹងក៏បានមកដល់ទីតាំងដែលមានព្រិលធ្លាក់ទីធ្លាហ្នឹងគឺសុទ្ធតែតកតែម្ដងហើយខ្លួនរបស់គេដែលកំពុងតែរលាយហ្នឹងក៏ចាប់ផ្ដើមមកសភាពដើមវិញពេលដែលកំពុងតែដើរលេងមើលនេះមើលនោះហ្នឹងមនុស្សតកហ្នឹងក៏បានជួបជាមួយនឹងទន្សាយពីរក្បាលហើយទន្សាយហ្នឹងក៏បាននិយាយថាប្រូឯងមកពីណាមានកដោឲ្យខ្ញុំសុំខ្លះមើលមនុស្សតកហ្នឹងក៏បានបោះដុំព្រិលហ្នឹងទៅឲ្យទន្សាយទាំងពីរហ្នឹងម្នាក់មួយសម្រាប់ជាកដោចឹងទៅមនុស្សតកហ្នឹងបានបន្តដើរទៅមុខទៀតក៏បានជួបទៅនឹងសត្វខ្លាឃ្មុំពីរក្បាលមនុស្សតកហ្នឹងបំរុងនឹងឲ្យដុំព្រិលទៅឲ្យខ្លាឃ្មុំនោះហើយក៏ស្រាប់តែមានព្រានព្រៃម្នាក់ហ្នឹងឆ្មោកបាញ់គេពីក្រោយតែបាញ់អត់ត្រូវទេទាំងខ្លាឃ្មុំហើយទាំងមនុស្សតកហ្នឹងក៏បាននាំគ្នារត់ទៅហើយព្រានព្រៃហ្នឹងក៏នៅតែបន្តដេញតាមប្រមាញ់ពួកគេចឹងទៅមនុស្សតកហ្នឹងបានរត់ពួនក្រោមដើមឈើហើយក៏ត្រូវបានទន្សាយហ្នឹងហៅគេឲ្យទៅពួននៅក្នុងរូងជាមួយគ្នាដើម្បីជៀសផុតពីគ្រោះថ្នាក់ចឹងណាមនុស្សតកហ្នឹងគឺបានឃើញថាទន្សាយហ្នឹងមានគ្រួសាររស់នៅយ៉ាងសប្បាយរីករាយហើយគេហ្នឹងក៏មានចិត្តនឹករលឹកដល់គ្រួសារឪពុកកូនពីរនាក់នោះមែនតែនក៏ដាច់ចិត្តចាកចេញពីតំបន់តកហ្នឹងទៅភូមិវិញដើម្បីជួបឪពុកកូនពីរនាក់ហ្នឹងចឹងណាហើយគេបានដើរទៅដល់ហើយក៏ឈរនៅមុខផ្ទះឪពុកកូនកំសត់ហ្នឹងរួចហើយខ្លួនរបស់មនុស្សតកហ្នឹងក៏រលាយស្លាប់បាត់ទៅកន្លងផុតទៅរយៈពេល1ឆ្នាំឪពុកកូនហ្នឹងបានរៀបចំទុកដាក់សម្ភារៈសម្រាប់ពាក់ឲ្យមនុស្សតកហ្នឹងនិងរូបថតតាំងនៅមុខផ្ទះរបស់ពួកគេហើយអ្នកទាំងពីរហ្នឹងក៏នៅតែបន្តទៅព្រៃទៅដកផ្សិតដូចរាល់ដងចឹងលើកនេះពួកគេបានដកផ្សិតបានច្រើនមែនតែនហើយក៏យកផ្សិតទាំងនោះមកលក់ចឹងទៅកំពុងតែអង្គុយលក់មួយសន្ទុះហ្នឹងរដូវព្រិលធ្លាក់ហ្នឹងក៏បានត្រឡប់មកវិញឪពុកកូនពីរនាក់ហ្នឹងគឺបាននាំគ្នាប្រមូលដុំតកដាក់បន្ទប់លើគ្នាដូចមុនចឹងដូចឆ្នាំរាល់ដងចឹងណាលុះយប់ឡើង Enderman ខ្ញុំសុំហៅ Enderman ហ្នឹងថាប្រវេចឹងណាក៏បានយកក្បាលល្ពៅហ្នឹងមកពាក់ឲ្យដុំតកហ្នឹងហើយដុំតកហ្នឹងក៏คล้ายទៅជាមនុស្សតកដូចមុនចឹងបន្ទាប់ពីនោះមនុស្សតកហ្នឹងបានយករបស់របរសម្ភារៈរបស់ខ្លួនហ្នឹងមកពាក់លើខ្លួនដូចមុនចឹងឡើងសង្ហាហ្មងហៀមនុស្សតកក៏បានគោះទ្វារឪពុកកូនហ្នឹងក៏បានបើកទ្វារមកជួបមនុស្សតកហ្នឹងជាលើកទី2ហើយមនុស្សតកហ្នឹងគឺតែងតែជួបគ្នាជាមួយនឹងឪពុកកូនជារៀងរាល់ឆ្នាំឲ្យតែដល់រដូវធ្លាក់ព្រិលហ្នឹងមនុស្សតកហ្នឹងគឺតែងមកជួបជាមួយនឹងគ្រួសារពីរនាក់ហ្នឹងរហូតចឹងកន្លងផុតអស់ជាច្រើនឆ្នាំសាច់រឿងនឹងក៏បានបង្ហាញឲ្យឃើញតួអង្គពីរនាក់គឺក្មេងប្រុសអ្នកលេងប៉ាហ៊ីម្នាក់និងជ្រូកមួយក្បាលចឹងទៅហើយក្មេងប្រុសនេះគឺជាកូនរបស់ឪពុកដែលស្ថិតនៅក្នុងគ្រួសារក្រីក្រហ្នឹងហ៎
ដែលយើងតែងតែហៅថាអាអូនតូចហ្នឹងឥឡូវនេះគេបានបដូរមុខរបរពីដបផ្សិតមកលេងប៉ាហ៊ីតាមចិញ្ចើមផ្លូវវិញជាមួយនឹងកូនជ្រូករបស់គេដ៏សែនខ្ជូតគួរឲ្យស្រឡាញ់មែនទែនហើយខ្ញុំសូមហៅកូនជ្រូកនេះហៅថាអូនអ៊ូកអញ្ចឹងទៅពួកគេតែងតែដើរសម្ដែងនៅតាមផ្លូវឲ្យគេមើលជារៀងរាល់ថ្ងៃដោយអូនតូចហ្នឹងគឺជាអ្នកជីកង់បង្វិលខ្លួនឯអូនអ៊ូកហ្នឹងគឺជាអ្នកបកដៃឲ្យគេដាក់លុយអញ្ចឹងណាប៉ុន្តែការសម្ដែងរបស់ពួកគេហ្នឹងគឺពុំមានអ្នកដាក់លុយឲ្យទេប្រហែលដោយសារតែការសម្ដែងរបស់គេហ្នឹងគឺដដែលពេកអញ្ចឹងណាគេធុញគេលែងចង់ផ្ដល់ប្រាក់ឲ្យអញ្ចឹងទៅពួកគេមានអារម្មណ៍ថាសែតមែនតែនហើយគេថាដាច់បាយទៀតតែអញអើយហើយក៏បន្តធ្វើដំណើរទៅផ្ទះវិញចំពោះភូមិដែលពួកគេសម្ដែងនេះគឺជាភូមិថ្មីរីឯផ្ទះរបស់អូនតូចហើយនិងអូនជ្រូកហ្នឹងគឺនៅឯភូមិចាស់ដែលគេធ្លាប់នៅឯនោះកំពុងតែដើរមកផ្ទះហ្នឹងរដូវធ្លាក់ព្រិលហ្នឹងក៏បានត្រឡប់មកវិញអូនតូចនិងអូនអ៊ូកហ្នឹងគឺបានលេងគប់តកដាក់គ្នាអញ្ចឹងយ៉ាងសប្បាយមែនតើហើយពួកគេទាំងពីរហ្នឹងបាននាំគ្នាធ្វើដុំតកដើម្បីដាក់បន្ទប់លើគ្នាដោយតែគេធ្វើពីអ្នកឪពុកគេកាលពីឆ្នាំមុនអញ្ចឹងទៅតែលើកនេះគេធ្វើពីអ្នកអូនអ៊ូកអញ្ចឹងណាយើងងាកមកមើលប្រវែងវិញគឺបានលួចមើលអ្នកទាំងពីរហ្នឹងកំពុងតែធ្វើដុំតកអញ្ចឹងណាដោយអ្នកស៊ីងក៏លួចមើលតែមានសង្សារអញ្ចឹងបន្ទាប់ពីបន្ទប់ដុំតករួចហើយមកអូនតូចហើយនិងអូនអ៊ូកហ្នឹងគឺបានដើរទៅកន្លែងដែលគេស្នាក់នៅហើយចំពោះកន្លែងដែលគេស្នាក់នៅនេះគឺជាកន្លែងថ្មីគឺជាផ្ទះថ្មីរបស់ពួកគេកំពុងតែអង្គុយនៅក្នុងផ្ទះសុកហ្នឹងអូនអ៊ូកហ្នឹងក៏មានអារម្មណ៍ថាកោពោះគ្រូកអញ្ចឹងណាព្រោះតែខ្លួនគេហ្នឹងមានអារម្មណ៍ថាឃ្លានអាហារដោយសារតែគេខានញ៉ាំអាហាររយៈពេលមួយថ្ងៃមកហើយចំណែកឯអូនតូចនៅពេលដែលឃើញអូនអ៊ូកោពុយទៅគេក៏បានបើកហឹបមើលគ្រប់ថឹបទាំងអស់គឺគ្មានអាហារសូម្បីតែបន្តិចហើយអ្នកទាំងពីរហ្នឹងក៏បានដេកលក់ទៅយើងក៏លេងមកមើលប្រវែងវិញគឺគេបានយកក្បាលល្ពៅមកពាក់ទៅលើមនុស្សតកហ្នឹងដូចមុនអញ្ចឹងឲ្យតែមានដុំតកគឺប្រវែងហ្នឹងតែយកក្បាលល្ពៅមកពាក់ឲ្យរហូតអញ្ចឹងមនុស្សតកហ្នឹងគឺបានដើរមើលភូមិគេឃើញភូមិហ្នឹងគឺមានសភាពប្លែកមែនតែនគឺប្លែកសឹងតែ90ដឺក្រេតែម្ដងដែលផ្ទះមន្ទីរពេទ្យត្រូវខ្ទេចអស់គេក៏បានដើរមកដល់មុខផ្ទះឪពុកកូនតែលើកនេះគឺគេឃើញតែផ្ទះមានសភាពពិបាកទទួលយកមែនតែនផ្ទះបែកបាក់អស់គ្មានមនុស្សនៅមនុស្សតកហ្នឹងក៏បានយកមួកយកការ៉ុតអីហ្នឹងយកមកពាក់លើខ្លួនឯងចឹងណាដូចរាល់ដងចឹងហើយខ្លួនគេក៏បានយករូបថតដែលថត3នាក់ឪពុកកូនហ្នឹងយកមកមើលយ៉ាងអាឡោះអាល័យមែនតើដោយខ្លួនគេមិនដឹងថាឪពុកកូន2នាក់ហ្នឹងបាត់ទៅណានោះទេមនុស្សតកហ្នឹងគឺបានដើរបណ្ដាហើយសេតបណ្ដាចឹងទៅគេក៏បានដើរទៅឃើញភ្នូជាច្រើនហើយគេពិតជាអស់សង្ឃឹមមែនតើដោយសារតែគេឃើញភ្នូមានច្រើនចឹងណាគិតថាឪពុកកូនហ្នឹងគឺបានស្លាប់ចឹងទៅហើយខ្លួនគេក៏បាននឹកឃើញដល់សកម្មភាពទាំងឡាយដែលធ្លាប់ធ្វើជាមួយនឹងឪពុកកូនហ្នឹងដូចជាដើរទៅដកផ្សិតថតរូបខ្លួនគេក៏បានចាក់ចេញពីផ្ទះទៅតំបន់តកហើយត្រឡប់មកវិញស្លាប់ចឹងទៅហើយជួបគ្នាជារៀងរាល់ឆ្នាំចឹងណាតែឆ្នាំនេះគឺខុសប្លែកមែនតើដែលខ្លួនគេពុំបានជួបនឹងឪពុកកូន2នាក់នឹងឡើយហើយសាច់រឿងរបស់យើងក៏បានបង្ហាញឲ្យឃើញពីការខូចខាតនៃភូមិហ្នឹងគឺភូមិនេះហិនហោចគឺដោយសារតែពួក villager ដេញកាប់សម្លាប់អ្នកភូមិប្លន់យកទ្រព្យសម្បត្តិហើយឪពុកអូនតូចហ្នឹងក៏ត្រូវបានជន់អាក្រក់ទាំងហ្នឹងសម្លាប់គឺនៅរស់តែអូនតូចម្នាក់ប៉ុណ្ណោះដោយយើងដឹងហើយថាអូនតូចហ្នឹងគឺគេកំពុងតែប្រកបរបរធ្វើជាអ្នកលេងប៉ាហ៊ីតាមភូមិចឹងទៅបន្ទាប់ពីរំលឹកដល់អតីតកាលដ៏សែនជូរចត់ហើយខ្លួនគេហ្នឹងគឺពិតជាមានអារម្មណ៍បាក់ទឹកចិត្តខ្លាំងមែនទែនហើយខ្លួនគេហ្នឹងគឺមានបំណងថានឹងបញ្ចប់ជីវិតទៅតាមឪពុកកូនហ្នឹងដែរដោយការលោតចូលនៅក្នុងភ្លើងដើម្បីសម្លាប់ខ្លួនចឹងណាតែពេលនោះក៏មានដៃជ្រូកហើយនឹងដៃអូនតូចហ្នឹងគឺចាប់មនុស្សតកហ្នឹងពីក្រោយទាញមកវិញកុំឲ្យគេលួចសម្លាប់ខ្លួនចឹងទៅអ្នកនឹង3នាក់ហ្នឹងក៏នាំគ្នាទៅបន្តលេងប៉ាហ៊ីដូចមុនចឹងហើយលើកនេះពួកគេគឺអត់ដាច់បាយទៀតទេគឺដោយសារតែមានមនុស្សតកហ្នឹងជួយសម្ដែងដែលធ្វើឲ្យប្រិយមិត្តទូរទស្សនិកជនហ្នឹងពិតជាពេញចិត្តទៅនឹងការសម្ដែងរបស់ពួកគេមែនទែនហើយក៏ចាប់ផ្ដើមដាក់ប្រាក់មកឲ្យច្រើនចឹងណាបន្ទាប់ពីបានប្រាក់ជាច្រើនហើយអ្នកទាំង3ហ្នឹងក៏បានយកប្រាក់ទាំងហ្នឹងទៅទិញរបស់ដែលខ្លួនចូលចិត្តដោយអូនតូចហ្នឹងគឺបានទិញនំសម្រាប់ខ្លួនឯងញ៉ាំចឹងទៅហើយអូនអ៊ូកហ្នឹងគឺបានទិញកាសពាក់យ៉ាងសង្ហាមែនទែនលយមកគឺលយជាង admin ទៅទៀតហើយយើងក៏លេខមកមើលមនុស្សតកដ៏សែនកំសត់របស់យើងវិញខ្លួនគេផ្ទាល់ហ្នឹងក៏បានទិញនំខេកសម្រាប់ខ្លួនឯងផងដែរហើយសាច់រឿងរបស់យើងក៏ត្រូវបាន stop ត្រឹមហ្នឹងជាមួយនឹងភាពសប្បាយរីករាយជាមួយនឹងជីវិតរបស់ខ្លួនឯងដោយសារតែការខិតខំប្រឹងប្រែងហើយសាច់រឿងនេះផងដែរក៏បានផ្ដល់ជាតម្លៃអប់រំបន្តិចដូចជាអប់រំឲ្យយើងគិតថាទោះបីជាយើងក្រីក្រក៏ដោយក៏មិនត្រូវចុះចាញ់នឹងឆាកជីវិតដែរ
គឺត្រូវតែតស៊ូដើម្បីរស់ចឹងទៅហើយរឿងហ្នឹងក៏បានបង្ហាញពីក្តីស្រឡាញ់ចំពោះគ្នាក្នុងរង្វង់គ្រួសារហ្នឹងហើយមួយទៀតរឿងហ្នឹងក៏បានអប់រំឲ្យយើងធ្វើជាក្មេងល្អកុំបោះបង់ក្តីសម័យត្រូវតែចេះសាមគ្គីគ្នាចឹងទៅដូច្នេះចំពោះសាច់រឿងរបស់យើងគឺមានតែប៉ុណ្ណឹងហើយអរគុណអ្នកនរគ្នាសម្រាប់ការតាមដាននៅវីដេអូមួយនេះជួបគ្នានៅពេលដែលយើងជួបគ្នាបាយបាយមុននឹងបញ្ចប់វីដេអូនេះយើងកុំភ្លេចចុច like និង subscribe នៅវីដេអូរបស់ admin ម្នាក់មួយផង